ជំរាបសួរលោកគ្រូអ្នកគ្រូក្នុងក្តីស្រឡាញ់នៃព្រះជាម្ចាស់ទាំងអស់គ្នានេះគឺជាដំណើរកំសាន្តទឹកខេត្តកែបដែលក្នុងគោលបំណងនាំសមាជិកក្រុមជំនុំថ្មីទៅខេត្តកែបដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកហើយយើងមើលឃើញថាទាំងអស់នេះគឺជាសកម្មភាពដែលនៅពេលព្រឹកឡើងយើងត្រៀមខ្លួនចេញដំណើរចាឥឡូវនៅក្នុងឡានហើយសមាជិកដែលត្រូវទៅធ្វើបុណ្យជ្រមុជទឹកតែ10នាក់ទេចាតែអ្នកជួនដំណើរគឺច្រើនខ្លាំងមែនតើមិនជាថ្មីទេនេះជាព្រះពររបស់ព្រះអង្គអញ្ចឹងយើងទៅទាំងអស់គ្នាយើងសប្បាយយើងមានដំណរជុំគ្នាបន្ទាប់ពីធ្វើដំណើរបានបន្តិចមកគឺយើងឈប់នៅកន្លែងទី1នេះសិនគឺក្រាស់សាំងកាល់តិចហើយអ្នកខ្លះគាត់បានទិញកាហ្វេហើយអ្នកខ្លះគាត់ញ៉ាំអាហារសម្រន់សិនដើម្បីទ្របពោះជាអាហារពេលព្រឹកហើយនេះគឺជាការឈប់សម្រាកទី2ដែលនៅក្រាស់សាំង PTT ហើយក៏ជាកន្លែងដែលជិតនឹងដល់គោលដៅផងដែរហើយនេះគឺជាបងប្រុសខ្ញុំដែលបន្ទាប់ពីប៉ូឡែនឥឡូវនេះគាត់កំពុងតែធ្វើការវឹកហាត់កុងហ្វូខុនដូគាត់នឹងអាចច្រឡំតៃខុនដូចាបន្ទាប់ពីការឈប់លើកទី2មកគឺយើងមកដល់កន្លែងហើយគឺយើងមកជួលកញ្ចុះនៅចិត្តកន្លែងរូបសំណាក់ក្តាមហើយនៅពេលមកដល់ភ្លាមគឺយើងចាប់ផ្ដើមកម្មវិធីតែម្ដងគឺយើងជឿសរសើរដំណើរព្រះអង្គលោកគ្រូគាត់បានចែកចាយបន្តិចអធិដ្ឋានហើយនេះពួកគាត់ស្ម័គ្រចិត្តក្នុងការកាត់ខ្សែចំណងគាត់ចេញដោយរំភើបសប្បាយចិត្តហើយនឹងរីករាយខ្លាំងមែនទែនដែលគាត់បានជ្រើសរើសយកព្រះអង្គដែលជាព្រះសង្គ្រោះដ៏ពិតប្រាកដឥឡូវនេះពួកគាត់បានត្រៀមខ្លួនទទួលពិធីបុណ្យជាមួយទឹកហើយក្នុងនោះផងដែរសមាជិកក្រុមជំនុំក៏ដូចជាចាស់ទុំគាត់បានច្រៀងអមជាមួយនឹងពិធីទាំងមូលផងដែរចាហើយនេះ baby ក៏ធ្វើបុណ្យជាមួយទឹកដែរហើយនេះគឺជាទឹកមុខដែលបន្ទាប់ពីធ្វើពិធីបុណ្យជាមួយទឹករួចសប្បាយចិត្តខ្លាំងមែនតើមានអំណរខ្លាំងមែនតើដែលឃើញពួកគាត់សប្បាយចិត្តហើយនឹងទទួលយកព្រះអង្គបែបនេះ baby ទូចយើងនេះវិញតាំងពីធ្វើដំណើរមករហូតដល់ពិធីបុណ្យជាមួយទឹកគឺគាត់អត់យំទេគឺឆាប់ឡាតខ្លាំងមែនតើចាហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយសូមអរគុណលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះពីដើមរហូតដល់ចប់សូមព្រះប្រទានពរ